ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិសាស្ត្រនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងលើកមកជម្រាបជូនពុកម៉ែបងប្អូនតាក់ទងទៅលើការប្រកួត SEA Games ដែលនឹងធ្វើឡើងនៅក្នុងប្រទេសសៀមអ្វីដែលខ្ញុំចង់លើកមកនិយាយនោះគឺនៅពេលនេះមានការរិះគន់ចំអកឬក៏ជេរគ្នាឯងសម្រាប់ប្រជាជនសៀមទាំងមូលតាក់ទងទៅលើការរៀបចំនៃការប្រកួត SEA Games មិនបាត់ល្អអ្វីដែលយើងអាចបញ្ជាក់ដំបូងនោះគឺអ្វីត្បិតតែការប្រកួត SEA Games មិនទាន់បើកជាផ្លូវការក៏ដោយក៏ប៉ុន្តែនៅពេលនេះបញ្ហាគឺពិតជាបានកើតឡើងច្រើនមែនទែនទាំងបញ្ហាដែលកើតឡើងហើយនិងបញ្ហាដែលត្រូវបានគេមើលឃើញថាវានឹងកើតឡើងជាបន្តទៀតនៅក្នុងការប្រកួត SEA Games យើងនឹងហើយថាការប្រកួត SEA Games គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលជាការប្រកួតនៅប្រភេទកីឡាជាច្រើនសម្រាប់សមាជិកអាស៊ានទាំងអស់ជាទូទៅប្រទេសនីមួយៗគឺតែងតែធ្វើម្ចាស់ផ្ទះហើយប្រទេសទាំងអស់នោះនឹងត្រូវទទួលអត្តពលិកទាំងអស់ឲ្យបានល្អដែលវាបង្ហាញអំពីការយកចិត្តទុកដាក់របស់ប្រទេសនោះហើយវាក៏ជាការកសាងនៅមុខមាត់សម្រាប់ប្រទេសមួយដែរវាគឺជារឿងធំមែនទែនសម្រាប់ប្រទេសនៅក្នុងតំបន់ប្រសិនបើយើងទាញរឿងនេះកាលពីកម្ពុជាធ្វើជាម្ចាស់ផ្ទះយើងពិតជាមានការសរសើរមែនទែនសម្រាប់អ្នករៀបចំការប្រកួត SEA Games នៅក្នុងប្រទេសកម្ពុជាវាក៏ជារឿងមួយតាក់ទងទៅលើពាក្យថាតូចនិងធំដែរគឺចង់និយាយថាធ្លាប់មានគេលើកមកនិយាយថាកម្ពុជាខ្លួនតូចតែក្បាលធំគឺគេចង់ដៀលទៅលើរដ្ឋាភិបាលកម្ពុជាសម្រាប់ខ្ញុំក៏សូមលើកមកនិយាយដែរថាកម្ពុជាគឺតូចក៏ប៉ុន្តែមានចិត្តធំយើងគឺមានទឹកចិត្តល្អមានទឹកចិត្តធំធេងណាស់ដែលឲ្យតម្លៃទៅលើប្រទេសទាំងអស់មិនថាប្រទេសណានឹងទេធ្វើត្បិតថាកម្ពុជាយើងគឺជាប្រទេសដែលតូចកម្ពុជាយើងគឺជាប្រទេសក្រីក្រក៏ប៉ុន្តែកាលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងការប្រកួត SEA Games គឺមានការទទួលស្វាគមន៍យ៉ាងល្អកុំថាឡើយសម្រាប់ការប្រកួតសូម្បីតែអត្តពលិកដែលបានធ្វើដំណើរមកដល់តាក់ទងទៅលើការស្នាក់នៅនិងការហូបចុកគឺកម្ពុជាសុខចិត្តចំណាយលុយទទួលស្វាគមន៍បានយ៉ាងល្អគឺរហូតដល់មានការសរសើរពីប្រទេសជាច្រើនថានឹងគួរតែយកគំរូតាមកម្ពុជានេះគឺជាទឹកចិត្តសម្រាប់ប្រទេសអ្នកក្រប្រសិនបើយើងងាកទៅមើលអំពីប្រទេសអ្នកមានវិញនៅឆ្នាំ2025នេះការប្រកួត SEA Games គឺនឹងធ្វើឡើងនៅក្នុងប្រទេសអ្នកមាននោះគឺប្រទេសសៀមអ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនោះគឺការប្រកួតជាផ្លូវការគឺនឹងបើកនៅថ្ងៃទី9ខែធ្នូឆ្នាំ2025ហើយមុននឹងការបើកការប្រកួតជាផ្លូវការនេះក៏មានការប្រកួតបើកឆាកមួយផងដែររវាងជម្រើសជាតិរបស់ប្រទេសវៀតណាមជាមួយនឹងប្រទេសឡាវអ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលគឺនៅក្នុងការប្រកួតនោះអត់មានភ្លេងជាតិទេគឺភ្លេងជាតិចាក់អត់ចេញមិនដឹងថាវាគៀងអ្វីទេសូម្បីតែការដាក់ឈ្មោះក៏ដូចជាទង់ជាតិក៏ដាក់ខុសដែរនេះគឺជាការចាប់ផ្ដើមដែលធ្វើឲ្យយើងកោតសរសើរមែនដែលប្រទេសអ្នកមានគេធ្វើបានយ៉ាងល្អគឺធ្វើបានល្អដែលធ្វើឲ្យប្រទេសនៅក្នុងតំបន់សើចចំអកក៏ដូចជាមានការរិះគន់ខ្លាំងមែនទែនការរិះគន់នេះមិនមែនត្រឹមតែប្រទេសនៅក្នុងតំបន់ទេការរិះគន់ដែលខ្លាំងបំផុតគឺកើតឡើងចេញពីមាត់របស់ប្រជាពលរដ្ឋសៀមផ្ទាល់តែម្ដងនៅពេលនេះប្រជាពលរដ្ឋសៀមកំពុងតែជេរគ្នាឯងតាក់ទងទៅលើការរៀបចំការប្រកួត SEA Games ដែលមើលទៅវាមិនល្អទាល់តែសោះការប្រកួត SEA Games គឺជាការរៀបចំមួយដោយយកចិត្តទុកដាក់ការរៀបចំបានយ៉ាងល្អគឺបង្ហាញអំពីសមត្ថភាពរបស់ប្រទេសនោះវាគឺជាមុខមាត់ប្រទេសប៉ុន្តែសម្រាប់ប្រទេសសៀមបែរជាធ្វើបែបនេះយោងទៅតាមសារព័ត៌មានរបស់សៀមបានបង្ហោះផ្សាយគិតត្រឹមថ្ងៃទី5ខែធ្នូឆ្នាំ2025បានលើកមកបញ្ជាក់ថាបញ្ហាដែលបានរកឃើញត្រួសនៅពេលនេះគឺមានដូចជាទី1នោះគឺអំពូលភ្លើងវាមិនជារឿងសំខាន់ទេអំពូលភ្លើងវាគឺជារឿងតូចតាចក៏ប៉ុន្តែសម្រាប់ការប្រកួតលំដាប់ថ្នាក់អន្តរជាតិថ្នាក់តំបន់បែបនេះបែរជាអំពូលភ្លើងរៀបចំអត់បានត្រឹមត្រូវខូចមិនភ្លឺឬក៏ប្រើប្រាស់មិនកើតនៅពេលដែលប្រកួតអញ្ចឹងមានន័យថាវាអត់មានការរៀបចំបានល្អនោះទេនេះគឺរឿងអំពូលភ្លើងហើយក៏ជារឿងដែលធ្វើឲ្យប្រជាពលរដ្ឋសៀមជេរគ្នាឯងដែរដោយសារតែរៀបចំមិនយកចិត្តទុកដាក់ក្រៅពីរឿងអំពូលភ្លើងបញ្ហាសំខាន់មួយទៀតក៏កំពុងតែកើតឡើងដែរនោះគឺerrorទៅលើការលក់សម្បត្តិចូលទស្សនាយើងក៏ដឹងថាយ៉ាងណាទេក៏ប៉ុន្តែតាមសារព័ត៌មានបានលើកមកបញ្ជាក់ថាប្រព័ន្ធនៃការលក់សម្បត្តិគឺបាន error ហើយគឺកំពុងតែមានបញ្ហាដែលធ្វើឲ្យអ្នកចង់ទិញសម្បត្តិចូលទស្សនាគឺកំពុងតែមានភាពលំបាកខ្លាំងមែនទែនក្រៅពីបញ្ហាទៅលើការលក់សម្បត្តិនេះ
từលើសម្ភារៈផ្សេងៗសម្រាប់ការប្រកួតក៏ត្រូវបានគេរកឃើញថាអត់មានស្តង់ដារផងដែរកញ្ចប់ថវិកាសម្រាប់អត្តពលិកក៏មិនគ្រប់គ្រាន់ផងដែរនេះគឺជារឿងដែលកំពុងតែកើតឡើងមុនការប្រកួត SEA Games ត្រូវបានបើកជាផ្លូវការបាទហើយពុកម៉ែបងប្អូននេះគឺជាការលើកមកបង្ហោះផ្សាយនៅក្នុងសារព័ត៌មានសៀមតាក់ទងទៅលើករណីមួយនោះគឺអ្នកដែលជាអ្នកដំឡើង LED ណា LED សម្រាប់ការប្រកួត SEA Games ហ្នឹងណាកំពុងតែមានបញ្ហាជាមួយនឹងអ្នករៀបចំដោយគាត់នឹងបាននិយាយថាអ្នករៀបចំនឹងអត់ព្រមបង់ប្រាក់តាមការសន្យាតាក់ទងទៅលើការងាររបស់គាត់ទេចេះតែមានការពន្យាពេលជាបន្តបន្ទាប់មិនព្រមបង់ប្រាក់ឲ្យទាល់តែសោះអញ្ចឹងគាត់ថាបើសិនបើមកដល់ម៉ោង16គឺម៉ោង4ល្ងាចថ្ងៃទី4ខែធ្នូឆ្នាំ2025ហ្នឹងបើសិនបើនៅតែមិនបង់ប្រាក់ឲ្យគាត់ទៀតនោះការងារគឺគាត់ឈប់ធ្វើហើយគាត់នឹងបោះការងារនឹងចោលហើយគាត់នឹងទទួលការងារផ្សេងនេះគឺជាបញ្ហាមួយដែលកើតឡើងចំពោះការរៀបចំការប្រកួត SEA Games ហ្នឹងគឺប្រទេសអ្នកមានណាពុកម៉ែបងប្អូនសូម្បីតែការបង់ប្រាក់ទៅឲ្យអ្នកមកការធ្វើដំឡើង LED ហ្នឹងក៏មិនបង់ប្រាក់ឲ្យគ្រប់ដែរធ្វើឲ្យមានបញ្ហាបែបនេះបាទហើយមួយទៀតយើងទៅមើលអំពីរូបភាពមួយចំនួនខ្លីៗទេពុកម៉ែបងប្អូនតាក់ទងទៅលើការបង្ហោះផ្សាយនេះគឺជាស្ថានភាពបន្ទប់ទឹកដែលគេដាក់បង្ហោះណាហើយយើងអត់ដឹងថាយ៉ាងណាទេប៉ុន្តែសម្រាប់សារព័ត៌មានសៀមគេយករូបនេះមកបង្ហោះហើយគេថានេះក្នុងនាមប្រទេសថៃមួយទាំងមូលដែលទទួលអត្តពលិក11ប្រទេសមកចូលរួមនៅក្នុងការប្រកួតបែរជារៀបចំបន្ទប់ទឹកបែបនេះយើងមើលទៅប្រសិនបើយើងធៀបសម្រាប់ជីវភាពរបស់យើងរស់នៅគឺអត់អីទេក៏ប៉ុន្តែខ្ញុំគិតថាសម្រាប់ប្រទេសដែលជាម្ចាស់ផ្ទះការដែលទុកឲ្យបន្ទប់ទឹកមើលទៅមិនស្អាតបែបនេះវាក៏គួរតែធ្វើឲ្យមានការរិះគន់ដែរសូម្បីតែក្រដាសកន្លែងដាក់ក្រដាសណានៅក្នុងបន្ទប់ទឹកហ្នឹងក៏ដាច់ខូចហើយអត់មានដែរហើយសម្រាប់សុខភាពក្នុងហ្នឹងគឺចាស់មែនទែនមើលទៅគឺពិតជាល្អមែននេះគឺខ្ញុំនិយាយដោយយោងទៅលើការបង្ហោះផ្សាយនៅក្នុងសារព័ត៌មានសៀមទេដែលគេលើកយកមកស្ដីបន្ទោសឲ្យអ្នករៀបចំ SEA Games ហ្នឹងថារៀបចំមិនល្អទាល់តែសោះសូម្បីតែបន្ទប់ទឹកចេញមកម៉ាក់នេះគឺគួរឲ្យខ្មាស់គេមែនទែនបាទហើយនេះគឺជាព័ត៌មានមួយទៀតផងដែរត្រូវបានបង្ហោះផ្សាយដោយ Khao Sot ផងដែរដែលនៅក្នុងចំណងជើងគឺគេដាក់ថាគណៈបកភើថៃតកល់ទោសចំពោះរដ្ឋាភិបាលថៃចំពោះការបរាជ័យនៅក្នុងការគ្រប់គ្រង SEA Games ដោយនិយាយថាប្រទេសថៃនឹងក្លាយជាប្រទេសមួយដែលគួរឲ្យអស់សំណើចមែនទែននៅក្នុងតំបន់ពីព្រោះតែរៀបចំការប្រកួត SEA Games បែបអាឡែអាឡក់គឺមើលទៅគឺគួរឲ្យខ្មាស់គេមែនទែនគឺរៀបចំមិនបានល្អទាល់តែសោះនេះគឺជាការសង្ខេបខ្លីរបស់ខ្ញុំទេតាក់ទងទៅលើការបង្ហោះផ្សាយគឺនៅក្នុងនោះគឺគេសរសេរច្រើនក៏ប៉ុន្តែវាអត់មានអ្វីជាវែងឆ្ងាយទេគឺគេគ្រាន់តែចង់និយាយអំពីបញ្ហាដែលកើតឡើងនៅក្នុងការប្រកួត SEA Games គឺមិនគួរណាប្រទេសថៃមួយទាំងមូលជាប្រទេសដែលមានបែបនេះបែរជារៀបចំការប្រកួត SEA Games ធ្វើឲ្យបរាជ័យធ្វើឲ្យអាម៉ាស់មុខសម្រាប់ប្រទេសថៃទាំងមូលបែបនេះនៅក្នុងតំបន់អាស៊ាននេះគឺគ្រាន់តែជាបញ្ហាដែលគេបានឃើញនៅពេលដែលការប្រកួតជាផ្លូវការបានបើកយើងអត់ដឹងថាតើវាមានបញ្ហាអ្វីបន្ថែមទៀតនោះទេបញ្ហាដែលបានកើតឡើងទាំងអស់នេះគឺត្រូវបានសារព័ត៌មាន Khao Sot បានលើកមកបង្ហោះផ្សាយថាវាមានមូលហេតុចម្បង2ទី1នោះគឺដោយសារតែអ្នករៀបចំនៅក្នុងការប្រកួត SEA Games នេះគឺធ្វើការដោយមិនយកចិត្តទុកដាក់និងមានការធ្វេសប្រហែសមូលហេតុទី2នោះគឺមិនបានយកបុគ្គលិកជំនាញមកបម្រើការដើម្បីរៀបចំការប្រកួត SEA Games នេះគឺជាពាក្យដែលត្រូវបានប្រជាពលរដ្ឋសៀមឬក៏សារព័ត៌មានសៀមជាអ្នកលើកមកនិយាយខ្លួនឯងទេតកតងទៅលើមូលហេតុទាំងពីរនេះអ្វីត្បិតតែនៅក្នុងសារព័ត៌មានมันបានលើកមកបញ្ជាក់ថាតើហេតុអីបានជាមានបញ្ហានេះឡើងខ្ញុំអាចផ្ដល់ជាចម្លើយបានមូលហេតុដែលអ្នករៀបចំសម្រាប់ការប្រកួត SEA Games នេះមានការធ្វេសប្រហែសក៏ដូចជាมันបានប្រើនៅបុគ្គលិកជំនាញឲ្យមករៀបចំនៅក្នុងការប្រកួតនេះគឺដោយសារតែអត្តចរិតពីកំណើតរបស់ប្រជាពលរដ្ឋសៀមខ្ញុំសូមបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនឬក៏ប្រជាពលរដ្ឋសៀមដែលមើលវីដេអូនេះថាចរិតរបស់ជនជាតិសៀមគឺបែបនេះគឺមានតែអញឬភាសាខ្មែរគេហៅថាមនុស្សអាត្មានិយមជាទូទៅសម្រាប់សៀមគឺអត់ដែរគិតថាមានប្រទេសណាមួយខ្លាំងជាងប្រទេសខ្លួនទេហើយសៀមក៏មិនធ្លាប់គិតថាមានអត្តពលិកឬក៏កីឡាករមួយណាខ្លាំងជាងកីឡាកររបស់ខ្លួនដែរហើយគេក៏មិនសូវជាឲ្យតម្លៃទៅលើប្រទេសនៅក្នុងតំបន់នេះដែរ
គេយល់ថាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះគឺអត់មានប្រទេសណាមួយដែលគួរឲ្យសៀមនឹងគេយកចិត្តទុកដាក់ទេពីព្រោះសុទ្ធសឹងតែជាប្រទេសអន់ប្រទេសមិនអស្ចារ្យអញ្ចឹងគេអត់សូវចាប់អារម្មណ៍ទេអញ្ចឹងហើយបានជាការរៀបចំគឺគេធ្វើបែបនេះគឺជារឿងពិតមួយដែលមិនមែនជារឿងដែលយើងចេះតែនិយាយទេការមើលងាយពីប្រជាពលរដ្ឋសៀមថ្នាក់ដឹកនាំសៀមទៅលើបណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់វាគឺជារឿងមួយដែលត្រូវបានគេលើកមកនិយាយច្រើនទៅហើយទាំងថ្នាក់ដឹកនាំទៅលើក្រសួងស្ថាប័ននានាដែលចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានកន្លងមកក៏តែងតែធ្វើបែបនេះដែរមិនសូវជាឲ្យតម្លៃទៅលើប្រទេសដទៃទៀតទេអញ្ចឹងហើយបានជានៅក្នុងការប្រកួត SEA Games ឆ្នាំ2025នេះពួកគេធ្វើលេងទេគេអត់បានខ្វាយខ្វល់ថាតើអត្តពលិកដែលទៅចូលរួមនៅក្នុងការប្រកួតនឹងដេកនៅឯណាបានអីហូបចောက်គ្រប់គ្រាន់គឺគេអត់សូវខ្វល់ទេសូម្បីតែនៅក្នុងការប្រកួតផ្ទាល់តែម្ដងក៏ខ្ញុំគិតថាគេមិនសូវជាចាប់អារម្មណ៍ដែរគឺគេធ្វើធម្មតាទេអ្វីដែលគេផ្ដោតសំខាន់នោះគឺទៅលើកីឡាកររបស់គេតែប៉ុណ្ណោះអញ្ចឹងហើយបានជាមុនការប្រកួត SEA Games បើកជាផ្លូវការកំហុសគឺត្រូវបានគេរកឃើញច្រើនហើយក៏កំពុងតែមានការសើចចំអកតេះឌីលជេរគ្នាជាពិសេសគឺសម្រាប់ប្រជាពលរដ្ឋសៀមតែម្ដងដែលជាអ្នកតេះឌីលគ្នាឯងដែលរៀបចំការប្រកួត SEA Games មិនបានល្អបែបនេះអញ្ចឹងប្រសិនបើយើងធៀបម្ដងទៀតទៅរវាងការទទួលស្វាគមន៍នៅអត្តពលិកឬក៏ការរៀបចំនៃការប្រកួត SEA Games រវាងប្រទេសកម្ពុជាដែលជាអ្នកក្រគឺមើលទៅហាក់ដូចជាអធិកអធមឬក៏ទទួលបានដិតដល់ជាងប្រទេសអ្នកមានទៅទៀតអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានរឿងតែប៉ុណ្្នឹងទេដើម្បីលើកមកជម្រាបជូនពុកម៉ែបងប្អូនយើងរងចាំមើលថាតើនៅពេលដែលការបើកការប្រកួតជាផ្លូវការនៅថ្ងៃទី9ធ្នូឆ្នាំ2025តើអាចនឹងមានរឿងអ្វីកើតឡើងជាបន្តទៀតដែរឬទេវីដេអូនេះមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនមានអ្វីចង់បន្ថែមសូមខមមិននៅខាងក្រោមជួបគ្នានៅក្នុងវីដេអូក្រោយ